សួស្តីពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះយើងមានហ្វ្រង់រូបថ្មីទៀតហើយគឺរូបបែបនារីខ្មែររបស់យើងគាត់ស្លៀកសម្លៀកបំពាក់ខ្មែរទៅវត្តបាទគេចង្ហាន់ឬក៏បង្គេផ្កាឈូកដល់ព្រះសង្ឃនិងព្រះពុទ្ធបរិមាណរបស់យើងអូខេអញ្ចឹងដើម្បីបង្កើតរូបនឹងបានបងប្អូនអាចចូលយកហ្វ្រង់បាននៅក្នុងនៅក្រោម decision video របស់ខ្ញុំក្នុងវីដេអូរបស់ខ្ញុំនៅក្នុង channel របស់ខ្ញុំបងប្អូនចូលទៅយកទៅបាទហើយសម្រាប់បងប្អូនដែលចង់ចេះពីរបៀបបង្កើតបងប្អូនអាចចូលទៅមើលនៅក្នុង channel របស់ខ្ញុំបានគឺខ្ញុំប្រាប់ពីរបៀបបង្កើតរូបរបៀបបង្កើត app ដើម្បីចូលបានបង្កើតរូបបានហើយអញ្ចឹងបងប្អូនចូលទៅ complete ជួយចុច like subscribe ម្នាក់មួយនៅ channel របស់យើងខ្ញុំផងដើម្បីទទួលបាននៅវីដេអូចំណេះដឹងចែករំលែកថ្មីជារៀងរាល់ថ្ងៃជាបន្តទៀតអូខេអញ្ចឹងយើងឃើញថារូបរបស់យើងបានហើយតែគឺអត់ដូចនឹងមុខរបស់យើងទេដោយសាររូបរបស់ខ្ញុំផ្ញើតែនេះគឺជារូបដែល edit ដោយសារវាអត់ត្រូវនឹងមុខស៊ីនរបស់យើងទេគេខុសគ្នាអញ្ចឹងណាអូខេអញ្ចឹងវីដេអូហ្នឹងក៏មានបណ្ដឹងហើយអ្នកអរគ្នាបាទជួបគ្នា